សួស្តីអ្នកគ្នាថ្ងៃនេះ Franchise Talk ចង់យក brand មួយមកនិយាយ brand នៅប្រទេសហ្វីលីពីនណាគឺ brand កាហ្វេមួយដែលគាត់ចាប់ផ្ដើមឡើងនៅពេលដែលកាហ្វេបិទនៅឆ្នាំ2020នៅពេលដែល COVID hit ពួកយើងបិទទាំងអស់អត់មាន brand មួយណាដែលបើកទេ most of the brand គឺយើង struggle មែនតើយើងចង់និយាយថាយើងជួបបញ្ហាច្រើនបើកហើយក៏អត់មានភ្ញៀវចេញមកទិញដែរហើយអញ្ចឹងយើងបង្ខំចិត្តបិទប៉ុន្តែ brand មួយនេះគាត់បើកឡើងនៅពេលដែលគេបិទមានន័យថាគាត់ចាប់ផ្ដើមលក់ហើយគាត់ពង្រីកលឿនមែនតើ brand ហ្នឹងគឺ But First Coffee But First Coffee ហ្នឹងដែលហៅថា BFC ហ្នឹងគឺគាត់ចាប់ផ្ដើមមកដើមទុនត្រឹមតែជា$100 Funny មែនតើដោយសារតែហេតុផលអីពេលខ្លះយើងគិតពីការបើកកាហ្វេយើងគិតដល់រាប់ម៉ឺនដុល្លារត្រូវអត់ភាពរឹងមាំនៃអាជីវកម្មរបស់អ្នកដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយនាំមកជូនដោយ BZadvisor អ្នកខ្លះ set up កាហ្វេអាចចូល$150,000ក្នុងមួយសាខាប៉ុន្តែកាហ្វេនេះគឺចាប់ផ្ដើមត្រឹមតែដើមទុន$100ប៉ុន្តែឥឡូវនេះមាន71សាខានៅទូទាំងហ្វីលីពីនអ្នកទាំងអស់គ្នាសាហាវមែនតើណានៅឆ្នាំ2020ហ្នឹងនៅពេលដែលចាប់ផ្ដើមមាន COVID ហ្នឹងម្នាក់ស្រីដែលគាត់ជាម្ចាស់ friend ម្ចាស់អាជីវកម្មហ្នឹងគាត់មានអារម្មណ៍ថាគាត់គួរណាស់ទៅរកអាជីវកម្មមួយដើម្បីជួយខ្លួនឯងខ្លាចមេគាត់ប្រឈប់ការងាររបស់គាត់ហើយគាត់ធ្វើការធំដែរគាត់ជា manager នៅកន្លែង loan មួយកន្លែងធ្វើការនៅ finance មួយអញ្ចឹងបន្តហើយទៅគាត់ក៏ចាប់ផ្ដើមគាត់ថាគាត់ចូលចិត្តធ្វើអីគេគាត់គិតចុះគិតឡើងគាត់ថាគាត់ចូលចិត្តញ៉ាំកាហ្វេអញ្ចឹងតោះអញ្ចឹងគាត់សាកបើកកាហ្វេដែលគាត់បើកកាហ្វេហ្នឹងគាត់ចាយដើមទុនតែ$100គាត់ទិញអីខ្លះគាត់ទិញតែគ្រឿងធ្វើកាហ្វេធម្មតាមួយនៅដៃធ្វើកាហ្វេដោយដៃមួយនៅផ្ទះហើយគាត់ទិញកែវទិញសម្រាប់វាខ្ចប់ទិញអីសាមញ្ញហើយគាត់ដឹកឲ្យគេគាត់ធ្វើចេញពីផ្ទះរបស់គាត់ហើយអញ្ចឹងគាត់ដឹកឲ្យគេអនឡាញអញ្ចឹងមុនដំបូងឡើងគឺគាត់ចាប់ផ្ដើមដោយការអនឡាញដល់ពេលគាត់អនឡាញយូរទៅគាត់ចាប់ផ្ដើមមិនសមបានលុយបន្តិចគាត់បើកកូនហាងទូចមួយនៅក្បែរគាត់នៅក្រុមខុនដូរបស់គាត់ហ្នឹងហើយអាកូនហាងហ្នឹងឯងដែលជាចំណុចចាប់ផ្ដើមធ្វើឲ្យមនុស្សចាប់ផ្ដើមភ្លក់កាហ្វេគាត់កាន់តែច្រើនទៅហើយគាត់អាចបង្រៀនបានរហូតដល់71សាខាក្នុងរយៈពេលតែ2ឆ្នាំឯណាអ្នកទាំងអស់គ្នាហើយមែនតើនៅពេលដែលគាត់បើកកាហ្វេហ្នឹងគាត់ជ្រើសរើសរសជាតិហ្នឹងគឺគាត់ឆ្នៃខ្លួនគាត់ទៀតមានន័យថាគាត់រើសរសជាតិតាមអ្វីដែលគាត់ភ្លក់ឲ្យឆ្ងាញ់អត់បើឆ្ងាញ់អូខេគាត់ឲ្យមកភ័ក្របងប្អូនគាត់ភ្លក់ឲ្យឆ្ងាញ់អូខេចេញលក់តែម្ដងវាសាហាវដល់ប៉ុណ្ណឹងអាហ្នឹងគឺទឹកចិត្តដែលស្រឡាញ់អ្នកទាំងអស់គ្នានៅពេលដែលយើងស្រឡាញ់អីមួយគឺយើងដាក់100%ធ្វើតែម្ដងអញ្ចឹងហើយគាត់ផ្ដាំនៅក្នុងគាត់បានផ្ដាំថាកាហ្វេហ្នឹងគឺគាត់ចង់ផ្ដាំតែមួយឯទៅអ្នកទាំងអស់គ្នាថានៅពេលដែលយើងចង់ធ្វើអីមួយយើងត្រូវតែវិនិយោគលើខ្លួនឯងបើចង់មានអនាគតយើងត្រូវវិនិយោគលើខ្លួនឯងយើងត្រូវវិនិយោគទៅលើការរកស៊ីរបស់យើងហើយគ្រប់យ៉ាងពេលខ្លះវាមិនមែនមកពីបញ្ហាលុយទេគ្រប់យ៉ាងពេលខ្លះពីបញ្ហាគឺមកពីខ្លួនយើងដែលខ្លួនយើងអត់ព្រមចាក់ដើមដែលខ្លួនយើងគិតធំពេកដែលខ្លួនយើងឈោងខ្ពស់ពេកពេលខ្លះយើងគួរតែគិតថាតើយើងគួរចាប់ដើមបែបម៉េចហើយយើងគួរចាប់ដើមយ៉ាងម៉េចឲ្យវាអស់តិចបំផុតចាប់ដើមពីតូចទៅធំគឺជារឿងដែលល្អបំផុតនឹងគឺជាអ្វីដែលគាត់ចង់ផ្ដាំមកពួកយើងហើយបើគិតត្រឹមថ្ងៃនេះ But First Coffee ហ្នឹងគាត់ពង្រីកនៅក្នុងហ្វីលីពីនហ្នឹងបាន71សាខាហើយប៉ុន្តែគាត់មានបំណងចង់ពង្រីកធំទៀតនៅក្នុងឆ្នាំ2023ហ្នឹងប្រហែលជាគាត់អាចចេញ franchise ដល់ក្រៅប្រទេសទៀតគឺគាត់ធ្វើបានល្អមែនទែនហ្មងគាត់ធ្វើបានល្អហើយរសជាតិរបស់គាត់ហ្នឹងគឺគេទទួលយកបានមិនមានន័យថាគាត់លក់ក្នុងតម្លៃសមរម្យគាត់មានគោលដៅរបស់គាត់អត់មានលក់កាហ្វេហ្នឹងឲ្យថ្លៃទេគោលដៅរបស់គាត់គឺលក់របស់ល្អក្នុងតម្លៃសមរម្យដែលគេអាចញ៉ាំបានដែលគេទទួលយកគុណភាពបានអ្នកទាំងអស់គ្នាឃើញអត់ហ្នឹងគឺគាត់ចេះចាប់ target statement គាត់មានន័យថាគាត់អត់មានចាប់យក high end ដោយពួក Starbucks ចាប់ដោយពួកផ្សេងទេប៉ុន្តែគឺគាត់ចាប់យក target របស់គាត់ចាប់យកអ្នកសាមញ្ញមធ្យមប៉ុន្តែឥឡូវនេះគឺមានញៀវរបស់ Starbucks នៅហ្វីលីពីនហ្នឹងចូលមកញ៉ាំ brand របស់គាត់ហើយគឺ brand របស់គាត់ចាប់ដើមឈានដល់ដំណាក់កាលមួយដែលគាត់នៅលេងសុកហើយគឺគាត់ត្រូវតែដើរលក់សាខាគាត់បានច្រើនពីព្រោះអីភ្ញៀវរបស់ Starbucks ក៏មករកគាត់ដែរដូច្នេះ brand Starbucks នៅក្នុងហ្វីលីពីនប្រហែលជាអាចតិចទៀតនឹងរង្គោះរង្គើដោយសារតែ But First Coffee នឹងឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានរៀនខ្លះពីវីដេអូនេះចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា But First Coffee ចាប់ផ្ដើមពីដើមទុនត្រឹមតែ$100គេចាប់ផ្ដើមពីតូចទៅធំប៉ុន្តែអ្វីដែលគេ invest អ្វីដែលគេវិនិយោគធំបំផុតនោះគឺម្ចាស់យីហោត្រូវតែលឿនជាងអាជីវកម្មម្ចាស់យីហោត្រូវតែលូតលាស់មុនទៅអាជីវកម្មយើងលូតលាស់តាមក្រោយបើសិនបើយើងអត់លូតលាស់ទេអាជីវកម្មយើងអត់លូតលាស់ទេហើយយើងក៏អត់ដើរយើងខ្លួនឯងក៏អត់ដើរទៅមុខអាជីវកម្មយើងគឺនៅក្រោយគេគឺយើងអត់មានអីដែលយកមកជួយបណ្ដុះក្នុងអាជីវកម្មនឹងបានទេទោះបីជាអាជីវកម្មនឹងចាប់ផ្ដើមមកដោយហាងរបស់គាត់ចឹងចាប់ផ្ដើមមកល្អមែនទែនត្រឹមដើមទុនតែ$100ហើយលក់នៅពេលដែលគេគ្រប់គ្នាបិទគាត់ដើរ delivery អ្នកទាំងអស់គ្នាឃើញអត់នៅពេលដែលគេគ្រប់គ្នាកំពុងតែពិបាកមែនទែនរកភ្ញៀវអត់បានណាគាត់មានភ្ញៀវកំងរបស់គាត់ច្រើនណា
ប៉ុន្តែសួរថាបើសិនបើម្ចាស់អាជីវកម្មនឹងគាត់អត់វិនិយោគមកលើខ្លួនឯងគាត់អត់បង្រៀនខ្លួនឯងគាត់អត់ខិតខំសិក្សាអីបន្ថែមតើអាជីវកម្មនឹងទៅមុខអត់រីកបាន71សាខានឹងអត់គឺអត់មានឱកាសទេអញ្ចឹងចង់បើម្ចាស់មិនរីកចម្រើនអាជីវកម្មអត់រីកចម្រើនទេណាអញ្ចឹងវីដេអូនេះខ្ញុំចង់លើកខ្លីឯងខ្ញុំចង់លើកប្រាប់អ្នកនរគ្នាមួយសារទៀតថាអាជីវកម្មទៅមុខគឺដោយសារខ្លួនយើងមិនមែនអាស្រ័យលើលុយទេលុយវាសំខាន់ណាស់នៅក្នុងអាជីវកម្មប៉ុន្តែលុយមកក្រោយការរីកលូតលាស់របស់ចំណេះដឹងអូខេអរគុណច្រើនអញ្ចឹងអរគុណជំរាបលាជួបគ្នាពេលក្រោយទៀតកម្មវិធីគ្រប់គ្រងអាជីវកម្មបែប Digital ស្រួលបំផុតដែលអ្នកមិនធ្លាប់មាន Easy Accounting Software ពី BZ Advisor